chỉ ca đại mình cua thưa rồi có do not nơi không kho đọc bấm môi đọc bấm pơ ní nè ní pôn bản lực dọc ụ thì họ ông pi ê sáu đại quạt ở ban rẽ xa côn nằm lay rồi bỏ ở luôn quạt nè kia nút cứ quạt ở ban rẽ xa côn nằm lay hay quạt bàn lụa bạp bong rồi bỏ luôn chỉ môi nâng mà hộp tai mũi mục còn mình ban rẽ xa vị này chọp luôn hỏi thưa rướng đá mình cua thưa côn nằm lay chia vậy côn nằm lay cứ chia vậy đại mà nu mình nè kết tha sòng khăn nâng trớ tai rẽ xa không chỉ vật luôn út thì họ Preisukri ព្រះអង្គមានគុណតម្លៃមួយគឺព្រះអង្គតែងតែរក្សាទំនាក់ទំនងជាមួយព្រះបិតាគ្រប់កលៈទេសៈទោះបីជារវល់ខាងផ្នែករូបកាយយ៉ាងណាប៉ុន្តែព្រះអង្គនៅតែរក្សាគុណតម្លៃនៃទំនាក់ទំនងនេះហើយព្រះអង្គបានព្យាយាមញែកពេលវេលាដើម្បីអធិដ្ឋានទៅព្រះបិតាទោះបីក្នុងកលៈទេសៈជាប់លើឈើឆ្កាងក៏ព្រះអង្គនៅតែមានទំនាក់ទំនងជាមួយព្រះបិតាផងដែរយើងឃើញថាការសម្រាកខាងរូបកាយនេះសំខាន់ហើយការដែលសម្រាកខាងព្រលឹងវិញ្ញាណគឺរឹតតែសំខាន់បានជាព្រះយេស៊ូវព្រះអង្គប្រតិបត្តិវិន័យនេះទូប្រតិបត្តិវិន័យនេះគឺម្ដងហើយម្ដងទៀតគឺជាទូទៅតែម្ដងនៅក្នុងជីវិតនៅលើផែនដីរបស់ព្រះអង្គខ្ញុំឧទាហរណ៍អំពីមនុស្សយើងធម្មតាដូចជាលោកគ្រូម៉ាកនិងភរិយារបស់គាត់បាទគឺគាត់ទាំងពីរមានគុណតម្លៃមួយដែលខ្ញុំមើលទៅគឺគាត់យកចិត្តទុកដាក់ចំពោះមនុស្សដែលត្រូវគេបោះបង់ឬមនុស្សដែលគេមិនឲ្យតម្លៃឬមនុស្សដែលបាក់ទឹកចិត្តគឺគាត់ទាំងពីរនាក់ជាអ្នកដែលមានគុណតម្លៃស្រឡាញ់រាប់អានអ្នកទាំងអស់ហ្នឹងបាទគឺគាត់យកចិត្តទុកដាក់ចំពោះមនុស្សដែលគេមិនយកចិត្តទុកដាក់អញ្ចឹងនេះជាគុណតម្លៃរបស់ពួកគាត់គុណតម្លៃគឺជាអ្វីដែលមនុស្សគិតថាសំខាន់ហើយរក្សាហើយពិបាកនឹងមិនធ្វើតាមគុណតម្លៃនោះអញ្ចឹងទាំងអស់នោះគឺជាគុណតម្លៃដែលយើងអាចឃើញហើយយើងម្នាក់ក៏អាចមានគុណតម្លៃផ្សេងពីគ្នាក្នុងជីវិតផងដែរហើយអេសាវគាត់បានបោះបង់គុណតម្លៃដែលជាគុណតម្លៃដែលព្រះបានប្រទានមកនៅក្នុងវប្បធម៌របស់គាត់គឺជាច្បាប់នៃការទទួលពររបស់បងច្បងហើយគាត់លក់គុណតម្លៃនោះដោយគួរឲ្យសោកស្ដាយមែនទែនគឺជាមួយនឹងមហូបតែមួយមុខដូច្នេះបច្ចុប្បន្នយើងឃើញថាអ្នកខ្លះបាទចង់បានប្តីចង់បានប្រពន្ធសុខចិត្តឈប់ថ្វាយបង្គំព្រះគេបោះបង់គុណតម្លៃនៃការថ្វាយបង្គំព្រះហើយអ្នកខ្លះទៀតបាទបានតំណែងតួនាទីខ្ពស់ជាងមុនក៏លែងមានពេលថ្វាយបង្គំព្រះបាននោះមិនមែនជាបំណងប្រហារតីរបស់ព្រះទេព្រះជាម្ចាស់ផ្ដល់ព្រះពរដល់មនុស្សយើងដើម្បីឲ្យយើងនឹងបំរើដល់ព្រះនាមរបស់ទ្រង់ដើម្បីយើងនឹងថ្វាយបង្គំព្រះអង្គមិនមែនផ្ដល់ព្រះពរឲ្យយើងដើម្បីឲ្យយើងឃ្លាតឆ្ងាយពីទ្រង់នោះទេហើយអ្នកខ្លះចង់បានពររហូតដល់បោះបង់ព្រះបាទចង់បានពរព្រះហើយបោះបង់ព្រះបើនេះគឺជាមិនមែនគឺជាបំណងប្រហារតីរបស់ព្រះនោះឡើយបាទតើអ្វីទៅគឺជាគុណតម្លៃរបស់បងប្អូនអាចពិចារណាគិតទាំងអស់គ្នាតើអ្វីជាគុណតម្លៃរបស់បងប្អូនតើការថែរក្សាទំនាក់ទំនងល្អជាមួយអ្នកជិតខាងឬការបង្កើតសន្តិភាពជាមួយអ្នកជិតខាងគឺជាតម្លៃរបស់បងប្អូនដែរឬទេទោះបីជាវាមិនមែនជាគុណតម្លៃឬវាជាគុណតម្លៃរបស់បងប្អូនក៏ដោយប៉ុន្តែខ្ញុំចង់ប្រាប់ថាព្រះគម្ពីរនៅទីនេះបានចែងច្បាស់ថាការបង្កើតមេត្រីភាពឬក៏ការបង្កើតសន្តិភាពគឺជាតម្លៃចេញពីព្រះគម្ពីរបានជានៅក្នុងខ14បានចែងថាចូលដេញតាមសេចក្តីមេត្រីឬក៏ចូលដេញតាមសន្តិភាពដូច្នេះ
សន្តិភាពការបង្កើតសន្តិភាពជាតម្លៃដែលចេញពីព្រះគម្ពីរជាការបង្គាប់នៃព្រះបន្ទូលរបស់ព្រះដែលយើងបានឃើញច្បាស់នៅក្នុងខ14ហើយសូមមើលទៅក្នុងខ10ផងពីព្រោះវាគាំទ្រឲ្យគ្នាគឺត្រូវបង្កើតសន្តិភាពដោយមានវិន័យនិងរក្សាគុណតម្លៃទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាទីសង្ឃឹមសូមបងប្អូនចាំនេះជាខ្លឹមនៃការបកស្រាយព្រះគម្ពីរនៅត្រង់ផ្នែកនេះគឺត្រូវបង្កើតសន្តិភាពដោយមានវិន័យនិងគុណតម្លៃក្នុងខ្លួនទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាទីសង្ឃឹម